កាលពីថ្ងៃទី11ខែតុលាឆ្នាំ2025ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមសូធីតប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានស្រុកកំចាយមៀននិងស្រុកកញ្ជ្រៀតដឹកនាំដោយឯកឧត្តមមីប៊ុនរងប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានសហការជាមួយនឹងគណៈបកឃុំប្រធានយុវជនបកឃុំប្រធានចលនាស្ត្រីឃុំលោកស្រីប្រធានសាខាបកភូមិបានរៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺដែលឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋមានជំងឺចំនួន11ភូមិស្មើនឹង125នាក់ស្ត្រី102នាក់ស្ថិតនៅក្រោមអធិបតីភាពឯកឧត្តមឡៅមេងហួតអនុប្រធានទី1តំណាងឯកឧត្តមហេងច័ន្ទធារីប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានឃុំក្របៅឯកឧត្តមឡៅមេងហួតអនុប្រធានទី1តំណាងឯកឧត្តមហេងច័ន្ទធារីប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានឃុំក្របៅបានថ្លែងកោតសរសើរនិងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមសូធីតដែលបានចូលរួមជាផ្នែកមួយជាមួយរាជរដ្ឋាភិបាលនៅក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួនជូនប្រជាពលរដ្ឋនៅមូលដ្ឋាននៅក្នុងឱកាសអញ្ជើញជាអធិបតីពិនិត្យនិងព្យាបាលជំងឺដែលឥតគិតថ្លៃជូនប្រជាពលរដ្ឋឃុំក្របៅស្រុកកំចាយមៀខេត្តព្រៃវែងឯកឧត្តមឡៅមេងហួតបានថ្លែងថាការថែទាំនិងការពិនិត្យព្យាបាលសុខភាពគឺពិតជាមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នានិងគ្រប់វ័យដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ហើយការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដែលឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមសូធីតនេះជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋបានដឹងអំពីសុខភាពរបស់ខ្លួនតាមរយៈការពិនិត្យនិងការប្រឹក្សាយោបល់និងផ្ដល់ព័ត៌មានផ្សេងៗអំពីការថែទាំសុខភាពឯកឧត្តមឡៅមេងហួតគូបញ្ជាក់ថារាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានតម្កល់ឆន្ទៈខ្ពស់លើវិស័យអប់រំនិងវិស័យសុខាភិបាលឯកឧត្តមបានសង្កត់ធ្ងន់ថាគោលនយោបាយនេះបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពប្រជាពលរដ្ឋសូមបញ្ជាក់ថាក្រុមការងារនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមសូធីតដែលបានចុះពិនិត្យនិងព្យាបាលជំងឺដែលឥតគិតថ្លៃជូនពលរដ្ឋឃុំក្របៅស្រុកកំចាយមៀននេះមានចំនួន125នាក់ស្ត្រី102នាក់ក្រុមគ្រូពេទ្យនឹងពិនិត្យព្យាបាលជំងឺទូទៅរួមមានអប់រំសុខភាពជំងឺផ្លូវចិត្តជំងឺកុមាររោគស្ត្រីជំងឺរើសដូងបាតជំងឺសួតក្រពះពោះវៀនជំងឺប្រដាប់រំលាយអាហារសើស្បែកស្លេកស្លាំងសន្លាក់ឆ្អឹងរលាកថ្លើមកាមរោគគ្រុនចាញ់គ្រុនឈាមភ្នែកនិងវាស់ភ្នែកឡាក់ព្រមទាំងផ្ដល់ជូនថវិកានិងថ្នាំពេទ្យមួយចំនួនទៀតផងដែរ